សួស្តីបងប្អូនទាំងអស់គ្នាអញ្ញងអាសេអូយរ៉ូប៊ុនផាំងអបស៊ឹមមីតាតោះថ្ងៃនេះយើងចូលដល់មេរៀនទី2បាទមេរៀនទី2គឺបរិវារស័ព្ទអឺរឹលតោះកាលពីម៉ោងមុនខ្ញុំបានជម្រាបជូនឲ្យមិនអញ្ចឹងតើបរិវារស័ព្ទអីគេដែរគឺជាស័ព្ទដែលគេប្រើជាមួយនឹងនាមដើម្បីបញ្ជាក់ពីមុខងារនៃនាមបាទអញ្ចឹងបរិវារស័ព្ទអឺរឹលថ្ងៃនេះគឺជាបរិវារស័ព្ទកម្មបត្តិបាទគឺជាបរិវារស័ព្ទកម្មបត្តិអញ្ចឹងយើងនឹងមើលលំអិតតាក់ទងជាមួយនឹងការប្រើប្រាស់បរិវារស័ព្ទនេះជាមួយនឹងគ្នាតោះទី1គឺយើងប្រើជាមួយនឹងនាមដើម្បីបញ្ជាក់ថាវាគឺជាកម្មបត្តិនៃប្រយោគបាទវាគឺជាកម្មបត្តិនៃប្រយោគតោះឧទាហរណ៍ដូចនៅកន្លែងនេះលេខ1 지금សន្ទនានៅកន្លែងនេះ 지금 무엇을 먹어요 តោះ 지금 무엇을 먹어요 តោះ 무엇 នៅកន្លែងនេះបកប្រែថាអ្វីតោះ 먹어요 នេះមកពាក្យមកតាញ៉ាំបាទញ៉ាំតោះញ៉ាំអ្វីតើញ៉ាំអ្វីអញ្ចឹងអ្វីនៅកន្លែងនេះញ៉ាំអីអញ្ចឹងអីហ្នឹងគឺជាកម្មបត្តិអញ្ចឹងដោយសារអត្តន័យរបស់វាជាកម្មបត្តិអញ្ចឹងយើងត្រូវប្រើបរិវារស័ព្ទអឺរឹលបាទអឺឬមួយក៏រឹលនឹងឯងតើ지금 무엇을 먹어요 저는 라면을 먹어요តើ 라면을 먹어요តើ 라면 នៅកន្លែងនេះមីតើយើងមានន័យខ្ញុំញ៉ាំមីយល់ទេញ៉ាំអីញ៉ាំមីអញ្ចឹងមីគឺជាកម្មបត្តិនៃប្រយោគហើយតោះអញ្ចឹងពេលណាយើងប្រើជាមួយនាមបញ្ជាក់ថានាមហ្នឹងគឺជាកម្មបត្តិនៃប្រយោគតោះឥឡូវយើងមកឧទាហរណ៍មួយទៀតតោះ 어제 집에서 뭘 했어요 តោះ 어제 집에서 뭘 했어요 តោះ 뭘 នៅកន្លែងនេះមកពាក្យ mu ot sel តោះគេព្រមចូលគ្នាខ្លីទៅជា molតើ 어제 집에서 뭘 했어요 តើម្សិលមិញតើអ្នកបានធ្វើអីតើហាដាធ្វើដាក់បូកមួយតម្រងនេះគឺអតីតកាលបានតើអ្នកបានធ្វើអីនៅផ្ទះកាលពីម្សិលមិញតើម្សិលមិញតើនៅផ្ទះអ្នកឯងធ្វើអីតើ 하루 종일 한국 드라마를 봤어요 តើ 하루 종일 한국 드라마를 봤어요 តើខ្ញុំអីគេដែរ 봤어요 បានមើលតើរឿងភាគកូរ៉េពេញមួយថ្ងៃតើ 하루 종일 តើ 저는 하루 종일 한국 드라마를 봤어요 តើ여러분សាក់លបងសាក់រៀនបង្កើតប្រយោគឆ្លើយខ្លួនឯងមួយមើលតើ 어제 집에서 뭘 했어요 ណាតើអញ្ចឹងពេលដែលយើងធ្វើអីគឺយើងធ្វើឲ្យសកម្មភាពអានឹងសកម្មភាពដែលយើងធ្វើហ្នឹងគឺយើងប្រើបរិវារស័ព្ទអឺឬឡើយតើអញ្ចឹងឥឡូវនេះយើងនឹងមើលពីរបៀបបំបែកទម្រង់ជាមួយនឹងគ្នាតើដោយសារវាប្រើជាមួយនឹងនាមអញ្ចឹងយើងមើលបើសិនណាជានាមនឹងចប់ដោយស្រៈយើងប្រើរិលឧទាហរណ៍ដូចពាក្យ 친구 តើ 친구 ទៅជា 친구를 តើមិត្តភក្តិ 친구를 តើបានថា 친구를 만나요 តើមានន័យថាម៉េចដែរខ្ញុំជួបមិត្តភក្តិតើជួបអ្នកណាជួបមិត្តភក្តិតើ 시계 នាឡិកាតើ 시계를 사요 ទិញតើខ្ញុំទិញនាឡិកាយល់ទេខ្ញុំទិញនាឡិកាដែរតើបន្តមក 나라 តើ 나라를បាទ 나라를 ឧបមាថា 어느 나라를 여행하고 싶어요 តើអ្នកចង់ទៅលេងនៅប្រទេសណាតើអឺរឹលតើអញ្ចឹង 나라를 តើទីទៀតអឺរឹលយកហេងហាដានេះខ្ញុំនឹងបញ្យល់ថាជាទម្រង់អីគេតើ 선생님 គ្រូតើ 선생님을 តើ 선생님을 만나다 ជួបគ្រូតើ 책상 តើ 책상을 តើ 책상을 닦아요 បាទជូតបាទខ្ញុំជូតតុតើ 동생 តើ 동생 ប្អូនអញ្ចឹង 동생을មក도와줘요 បាទជួយតើជួយប្អូនតើអញ្ចឹងនៅពេលណាដែលយើងប្រើយើងត្រូវមើលនាមតើនាមហ្នឹងបញ្ចប់ដោយស្រៈឬមួយក៏ព្យញ្ជនៈបាទអញ្ចឹងបើបញ្ចប់ដោយស្រៈយើងប្រើរើបើបញ្ចប់ដោយព្យញ្ជនៈយើងប្រើអឺដែរតោះឥឡូវនេះពេលនេះពីលេខ3ទៅយើងនឹងមើលលំអិតតែម្ដងថាតើអឺឬនឹងគេប្រើបាននៅក្នុងករណីបែបណាខ្លះហើយគេប្រើនៅពេលណាខ្លះតោះទី1គឺយើងប្រើជាមួយនឹងកិរិយាសព្ទសកម្មតើវាព្រោះដោយសារវាត្រូវការកម្មបត្តិវាជាបរិវារស័ព្ទកម្មបត្តិអញ្ចឹងវាត្រូវការកិរិយាសព្ទដែលមានសកម្មភាពហើយត្រូវការកម្មបត្តិតើអញ្ចឹងនៅក្នុងកន្លែងនេះគឺកិរិយាសព្ទសកម្មហើយត្រូវការកម្មបត្តិឧទាហរណ៍ថាពាក្យថា 배워요 រៀនតើរៀនអីរៀនភាសាកូរ៉េ 한국어를 배워요 តើ 봐요 មើលតើនេះខ្ញុំសេខ្មែរឲ្យទីរៀនតើ 배워요 នេះ봐요 នេះមើលណាមើលតើមើលអីមើលកនយល់ទេ 영화를 봐요 អញ្ចឹងពេលនេះគេប្រើរឿងលេខឃើញប្រើរឿងលេខនេះតឬមួយក៏ 사귀어요 បាទសេពគប់
ខ្សែគប់តខ្សែគប់អីគេដែរតខ្សែគប់មិត្តភ័ក្តិ 친구를 យល់ទេ 친구를 사귀어요 បាទខ្សែគប់មិត្តភ័ក្តិតអញ្ចឹងមានយើងប្រើបានជាមួយនឹងកិរិយាសព្ទសកម្មដែលត្រូវការកម្មបត្តិតមូលហេតុដែលខ្ញុំនិយាយអញ្ចឹងពីព្រោះអីកិរិយាសព្ទសកម្មមួយចំនួនវាអត់ត្រូវការកម្មបត្តិឧទាហរណ៍ដូចពាក្យថាទឹកហូរហូរអត់មានត្រូវការកម្មបត្តិទេអញ្ចឹងយើងអត់អាចប្រើឬបានទេតឬមួយក៏ឧទាហរណ៍ដូចមកខ្ញុំយំក៏អញ្ចឹងដែរគឺអត់ត្រូវការកម្មបត្តិទេតអញ្ចឹងពាក្យដែលអត់ត្រូវការកម្មបត្តិគឺយើងអត់ប្រើឬទេបាទអញ្ចឹងឬយើងប្រើមួយកិរិយាសព្ទសកម្មដែលត្រូវការកម្មបត្តិដែរតបន្តមកទៀតទី4ពាក្យកន្លែងនេះទៅថ្មីហើយប្រហែលជាពួកយើងអ្នកខ្លះធ្លាប់ជួបប្រទេសអ្នកខ្លះប្រហែលជាអត់ដែរជួបទេតពាក្យមួយចំនួនបាទដែលយើងប្រើជាមួយនឹងឬតែមានន័យផ្សេងបាទតែមានន័យផ្សេងឧទាហរណ៍ដូចពាក្យទី1 Johan Hada ទី2 Tornada ទី3 Nalda តបើសិនណាជាយើងប្រើឬជាមួយនឹង Johan Hada ពាក្យនេះមានថាទៅលេងនៅនឹងទៅលេងកន្លែងនឹងកន្លែងទៅលេងធ្វើដំណើរកំសាន្តទៅលេងវាដាក់ធ្វើដំណើរកំសាន្តមកថា어느 나라를 여행하고 싶어요 តើអ្នកចង់ទៅដើរលេងនៅប្រទេសណាយល់ទេ어느 나라를តពេលហ្នឹងគឺយើងប្រើឬហើយ어느 나라를 여행하고 싶어요 자 저는 유럽을 여행하고 싶어요 តើមានន័យថាម៉េចដែរខ្ញុំចង់ទៅលេងអឺរ៉ុបតើឥឡូវបើសិនជាយើងចង់កែថាខ្ញុំចង់ទៅលេងកោះឆេជូវិញយើងនិយាយថាម៉េចដែរតើឆេ주도를 다 여행하고 싶어요. 저는 제주도를 여행하고 싶어요. 다. 자, 을을 여행하다 미래하 dươngធ្វើដំណើរកំសាន្តទៅលេងកន្លែងហ្នឹងបាទតបន្តមកទៀតទី2តណាដាអឺឬតណាដាតអឺឬតណាដាពាក្យតណាដាមកប្រចាក់ចេញតអញ្ចឹងអឺឬតណាដាមានចាក់ចេញពីកន្លែងហ្នឹងអញ្ចឹងពេលដែលយើងចាក់ចេញពីកន្លែងណាមួយយើងប្រើអឺឬតណាដាតឧទាហរណ៍គេសួរ언제 한국에 왔어요តើអ្នកមកប្រទេសកូរ៉េពេលណាតើ언제ពេលណា한국에 왔어요មកកូរ៉េត작년에 고향을 떠나 한국으로 왔어요តកន្លែងនេះឆាក់គេសេ작년តែពេលយើងអានតែចេះយើងអានថា작년តពីព្រោះដោយសារខៀកខាងក្រៅនេះផាត់ឈីមខៀកហ្នឹងបូកជាមួយនឹងនីអិនពេលណាវាជួបគ្នាសំឡេងកហ្នឹងបដូរទៅជាសំឡេងអក្សរងតអញ្ចឹងយើងអានថា작년បាទ작년អញ្ចឹងខៀកនេះយើងបដូរទៅជាអ៊ីអឹងតអញ្ចឹងយើងអាន작년ត작년에 고향을 떠나តខ្ញុំបានចាក់ចេញពីស្រុកកំណើតរបស់ខ្ញុំឆ្នាំមុនហើយមកប្រទេសកូរ៉េឃើញទេត고향을 떠나 한국으로 왔어요តខ្ញុំចាក់ចេញពីស្រុកកំណើតហើយបានមកប្រទេសកូរ៉េដែរតបន្តមកទី3បាទទី3ឬណាល់ដាតណាល់ដាគេដែរណាល់ដាហើឬមួយក៏ហោះតពេលណាយើងប្រើហានឬណាល់ដាមានហោះនៅលើមេឃហោះនៅលើមេឃណាហោះនៅលើមេឃនេះក៏ជ្រៃជូឧទាហរណ៍ដូចពួកអ្នកជីឆាត់យងអញ្ចឹងណាលោតចុះមកហើយដូចហោះអណ្ដែតនៅលើអាកាសអញ្ចឹងណាអានោះពេលនេះគេប្រើពាក្យហ្នឹងហានឬណាល់ដាតអញ្ចឹងពាក្យទាំងអស់នេះគ្រាន់យើងដឹងថាអូគេប្រើអញ្ចឹងបានអញ្ចឹងលើក្រោយមកយើងឃើញពាក្យទាំងអស់ហ្នឹងហើយយើងកុំឆ្ងល់ថាអូហេតុអីបានគេប្រើអញ្ចឹងបាទនេះដោយសារទម្រង់វេយ្យាករណ៍របស់វាគឺគេអាចប្រើអញ្ចឹងបានបាទនេះកន្លែងលេខ4ដែលពួកយើងត្រូវប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ភាសាកូរ៉េតហើយនៅទី5គឺយើងប្រើឬដែរតែជាមួយនឹងខាដាអូដាតនៅពីមុខវាគឺនាមសកម្មភាពតពាក្យថានាមសកម្មភាពនៅកន្លែងនេះមានគឺជានាមដែលបូកជាមួយនឹងហាដាคล้ายទៅជាកិរិយាសព្ទឧមាដូចពាក្យយ៉ូហេងនាមដល់ពេលយើងបូកមួយហាដាយ៉ូហេងហាដាទៅជាកិរិយាសព្ទយល់ទេជារបៀបអញ្ចឹងនាមប្រភេទហ្នឹងពេលណាយើងប្រើជាមួយខាដាអូដាមានន័យថាយើងទៅដើម្បីធ្វើសកម្មភាពហ្នឹងឧទាហរណ៍ថាយ៉ូហេងដំណើរកំសាន្តអញ្ចឹងយ៉ូហេងខៃអូមានន័យថាម៉េចដែរទៅដើរកំសាន្តអញ្ចឹងយ៉ូហេងវ៉ៃអូមកដើរកំសាន្តមកថាអូនឯងសូមមកដើរលេងនៅប្រទេសខ្មែរមកតកម្ពុជាយ៉ូហេងអូសេអូបាទយើងនិយាយរបៀបអញ្ចឹងយល់ទេយ៉ូហេងអូដាដែរយ៉ូហេងខាដាតអញ្ចឹងខាដាអូដាឬនៅកន្លែងមានយើងទៅដើម្បីធ្វើសកម្មភាពហ្នឹងតឈួលចាំងបេសកកម្មការងារតនេះយើងบอกថាបេសកកម្មការងារបាទអញ្ចឹងឧទាហរណ៍យើងនិយាយថាមកឈួលចាំងខែមានន័យថាម៉េចដែរខ្ញុំទៅបំពេញបេសកកម្មការងារហើយតអ៊ីសារើផ្ទះតអ៊ីសារើខែតរើទៅនៅបន្តមកវ៉ៃអូអ៊ីសារើវ៉ៃអូរើមកនៅតជាធម្មតាពួកយើងធ្លាប់រៀនពាក្យអ៊ីសាហាដាមិនអញ្ចឹងអ៊ីសាហាដាតរើផ្ទះតប៉ុន្តែពេលណាយើងចង់សួរគេតែចេះតើអ្នកឯងរើទៅនៅពេលណា
តើ onje Israel khayo យល់ទេ onje Israel khayo តើអ្នករើទៅនៅពេលណាតើឆនថើមជួឯ Israel khayo បាទខ្ញុំរើទៅសប្តាហ៍ក្រោយតើអញ្ចឹងពេលហ្នឹងគឺយើងប្រើទម្រង់ហ្នឹងហើយបាទយើងប្រើទម្រង់ហ្នឹងអញ្ចឹងកិរិយាសព្ទសកម្មនាមសកម្មភាពបូកមួយkhada បាទយើងទៅដើម្បីធ្វើសកម្មភាពហ្នឹងដែរតោះហើយនឹងមួយចុងក្រោយនៅកន្លែងនេះគឺទម្រង់ខ្លីបាទទម្រង់ខ្លីដែលយើងអាចប្រើបានថា got បាទ got sel អញ្ចឹងយើងអាចកែទៅជាកលបានបាទ got sel មក got គឺ got ឆ got អីហ្នឹងបានតើ muot ក៏អញ្ចឹងដែរ muot sel mol ទៅជា mol តើ norel nol khogil khogil តើយើងពាក្យច្រើននាមតែបញ្ចប់ដោយស្រៈយើងប្រើយើងដាក់ real នៅខាងក្រោមយកតែម្ដងយើងអាចបរួមអញ្ចឹងបាននេះគាត់យើងដឹងទៅបានថាយើងអាចបរួមបែបហ្នឹងបានបាទតោះអញ្ចឹងនេះគឺជាខ្លឹមសារមេរៀនរបស់យើងដែលយើងបានរៀនដែលនៅក្នុងមេរៀនរបស់យើងនៅថ្ងៃនេះតោះអញ្ចឹងឥឡូវនៅពេលនេះខ្ញុំរំលឹកឡើងវិញឲ្យបន្តិចទាំង6ចំណុចហ្នឹងទី1គឺយើងប្រើជាមួយនឹងនាមបរិបទសព្ទ យើងប្រើជាមួយនឹងនាមដើម្បីបញ្ជាក់ថានាមហ្នឹងគឺជាកម្មបត្តិនៃប្រយោគតើបន្តមកទី2បើសិនណាជានាមនឹងចប់ដោយស្រៈយើងប្រើរើលបាទនាមបញ្ចប់ដោយស្រៈយើងប្រើរើលហើយនាមដែលចប់ដោយព្យញ្ជនៈយើងប្រើឧទាហរណ៍ដូចពាក្យដែលនៅក្នុង slide ទាំងអស់ដែលយើងបានឃើញនឹងឯងតើដោយសារវាគឺជានាមកម្មបត្តិបាទនាមដែលបញ្ជាក់វាគឺជាបរិបទសព្ទដែលបញ្ជាក់ថានាមនឹងគឺជាកម្មបត្តិនៃប្រយោគដូច្នេះគឺយើងប្រើជាមួយនឹងកិរិយាសព្ទសកម្មដែលត្រូវការកម្មបត្តិបាទកិរិយាសព្ទសកម្មដែលត្រូវការកម្មបត្តិតោះហើយយើងប្រយ័ត្ន3ប្រមាណពាក្យនេះកន្លែងលេខ4និងលេខ5ហ្នឹងតើរើលយកហេងហាដាមានធ្វើដំណើរកំសាន្តទៅលេងកន្លែងណាមួយតើរើលតណាដាចាក់ចេញពីកន្លែងណាមួយតើហើយនឹងហានរើលណាល់ដាបាទបកប្រែថាហោះនៅលើហើរនៅលើមេឃបាទហើរនៅលើមេឃតើហើយនឹងទី5ដែលយើងរៀនគឺនាមសកម្មភាពបូកជាមួយនឹងរើលខាដាអូដាតើមានន័យថាយើងធ្វើដំណើរយើងទៅឬមកដើម្បីធ្វើសកម្មភាពហ្នឹងបាទហើយនឹងចុងក្រោយគឺយើងអាចបង្រួមទម្រង់នេះឲ្យខ្លីចូលគ្នាបានបាទតោះអញ្ចឹងជាចុងក្រោយយើងនឹងមើលលំហាត់អនុវត្តជាមួយនឹងគ្នាបាទយើងមើលលំហាត់អនុវត្តនេះជាមួយនឹងគ្នាហើយយើងបញ្ចប់មេរៀនថ្ងៃនេះតែម្ដងតោះទី1អនឺណារ៉ារើលយកហេងហាវូស៊ីផយតើអនឺណារ៉ារើលតើណារ៉ារើលតើយើងចាំទម្រង់ហ្នឹងហើយណាទៅលេងប្រទេសណាតើអ្នកចង់ទៅលេងប្រទេសណាតើ저는 음식이 좋아하기 때문에 중국을 여행하고 싶어요. 자,យើងចាំពាក្យ 좋아하다. 자,នេះពាក្យ 좋아하다. 자,ចូលចិត្តតែជាកិរិយាសព្ទសកម្មបាទកិរិយាសព្ទសកម្មតើបើវាជាកិរិយាសព្ទសកម្មយើងប្រើ បានអត់បានទេបាទអញ្ចឹងយើងត្រូវកែមិនដែរ음식을តើ저는 음식을 좋아하기 때문에តើដោយសារខ្ញុំចូលចិត្តម្ហូបដូច្នេះហើយ중국을 여행하고 싶어요.ខ្ញុំចង់ទៅលេងប្រទេសចិនបាទតើឥឡូវយើងមើលលេខ2តើ 고향에 떠난 지 3년이 되었어요. តើ 3년이 되었다 3ឆ្នាំហើយតើបានចាក់ចេញ3ឆ្នាំពីស្រុកកំណើតតើចាក់ចេញពីកន្លែងណាយើងប្រើអីគេដែរយើងអត់ប្រើបរិបទសព្ទ ទេយើងប្រើអីគេវិញតើ 고향을 떠난 지 고향을 떠난 지 3년이 되었어요. 자,លេខ3ចុងក្រោយ 한국 친구들이 저에게 많이 도와줘요.បានជួយខ្ញុំបាទជួយខ្ញុំតើអញ្ចឹងជួយខ្ញុំនៅកន្លែងយើងអត់ប្រើគេទេយើងប្រើគេដែររើលតើរើល 많이 도와줘요. តើមិត្តភក្តិជនជាតិកូរ៉េបានជួយខ្ញុំច្រើនខ្លាំងមែនទែនដែរតើនេះគឺជាខ្លឹមសារស្គលសំខាន់មួយចំនួនតាក់ទងជាមួយនឹងបរិបទសព្ទរើលបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយចេះពីរបៀបប្រើបរិបទសព្ទនេះទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការតាមដានសិក្សាជាមួយគ្នានៅពេលនេះបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបាទបាយបាយ